បាទសួស្តីថ្ងៃនេះថ្ងៃទី26បាទ26ខែ1ឆ្នាំ2026បាទហើយនេះនៅក្នុងចំការបាទក្នុងចំការចន្ទីប៉ុន្តែឥឡូវគេជួយថ្ងៃនេះបាទគេជួយឲ្យជួយគេហើយចន្ទីប៉ុន្តែយើងដាំដើមឈើទាលបាទឈើទាលនៅក្នុងចំការចន្ទីតែម្ដងបាទឃើញរយៈពេលនេះចូលឆ្នាំទីបើនិយាយចំទៅយើងរាប់ពីឆ្នាំ2021បាទដែលយើងដាំយើងយកថ្ងៃទី7មករាបាទឥឡូវបានថាពីចូល5ឆ្នាំជាងហើយបាទ21 26អញ្ចឹងវាចូល5ឆ្នាំជាងហើយចូលបាទនេះទំហំ5ឆ្នាំជាងបាទអានេះយើងដាំតែប៉ុតអានោះបាទអានោះបាទអានោះបាទអានោះទេដែលជាយើងដាំដំបងកាត់ដាំដំបងវាទូចយើងដឹងរកពូជណាកាលហ្នឹងរឿងច្រាវជ្រួលអត់បានដាំទូចកាលហ្នឹងយកមកប៉ុនផែជាខ្ទង់ធំជាងវែងជាងមួយឆ្អាមតិចបាទអីសាទីបាទអញ្ចឹងដល់ពេលអញ្ចឹងវាយើងពិបាកថែបាទតែឥឡូវនេះទុកឲ្យទេវតាមើលថែវិញម្ដងហើយបាទនេះគឺអីស៊ីនេះបាទទេវតាមើលថែវិញម្ដងហើយតែធំណាបាទនេះបាទអញ្ចឹងទម្រាំនឹងចន្ទីអស់ផលដែលយើងលែងទទួលបានផលយើងអាចយកកាប់ទឹកខ្ជុងបាទដុតខ្ជុងក៏បានហើយដើម្បីឲ្យដើមឈើយើងលូតលាស់កាន់តែធំទៅបាទគឺនៅក្នុងចន្លោះចន្ទីបាទដាំនៅចន្លោះចន្ទីអញ្ចឹងពុកម៉ែបងប្អូនដែលមានដីទំនេរអាចសិក្សាអំពីដើមឈើទាលបានបាទដើមឈើទាលធំយឺនប៉ុន្តែនេះខ្ញុំដាំវាបែបលក្ខណៈមួយមានប្រហែលដូចមាន10ដើមមកដាំ10ដើម20ដើមដាំ20ដើមអញ្ចឹងយើងមិនមែនធំលូតលាស់ស្មើគ្នាទេបាទអញ្ចឹងបាទមើលខាងនោះបាទនេះមកជួវានេះបាទជួនកាលមានធំមានទូចយើងតាមនឹងទៅបាទនេះបាទឃើញច្រើនដើមយើងបាទនេះអញ្ចឹងវាបានហើយវាលូតទៅហើយវាលូតទៅលើហើយផុតចន្ទីហើយបាទផុតចន្ទីហើយអញ្ចឹងយើងរៀងនេះបាទដំបងវានេះអត់មានអីនេះទេវាសំខាន់គឺដាក់ជាមួយនឹងពួកនឹងបានបាទដាក់ជាមួយនឹងពួកនឹងបានដូចជានេះដើមខ្ញុំដាំតាមក្រោយទៀតបាទដាំតាមក្រោយទៀតបាទនេះធ្នងបាទនេះធ្នងនេះចូលកពស់ណាក្នុងនេះវ៉ាវក្នុងនេះដាំតាំងពីទូចដែរបាទត្រឹមចង្គង់អីទៅពួកនេះតែឥឡូវឃើញនេះអានេះវាបើយើងមិនដាំមិនចាប់ដើមក៏វាមិនបានខ្ញុំចាប់ដើមនោះដាក់រອບទាំងអស់បាទក្នុងចង្ការប្រហែលជាខ្ទង់ទីហាត់នេះដាក់ទាំងអស់បាទចន្លោះវាចន្លោះចន្ទីបាទហើយវាសួរថាដាំឈើចឹងថ្ងៃណាបានផលបានកាប់ទៅវាបើរំពឹងទៅលើកាប់ហើយនឹងបានផលដូចមិនងាយទេបាទសង្កេតខ្ញុំគិតមើលទៅបាទមិនងាយទេគឺ20ទៅ30ឆ្នាំនោះតាមមើលនោះបាទប៉ុន្តែខ្ញុំវាមិនមែនជំនាញខាងកសិកម្មហើយដីវាមានស្រាប់ហើយគឺខ្ញុំដាំបើយ៉ាងណាក៏20ឆ្នាំទៅ30ឆ្នាំក្រោយក៏កូនចៅជំនាន់ក្រោយក៏គាត់មានឈើធ្វើផ្ទះខ្លួនឯងបាទអានេះកញ្ញុងហៃណានបាទតែដាំតាំងពីទូដូចគ្នាបាទកញ្ញុងនេះបាទចឹងពុកម៉ែបងប្អូនដែលមានបំណងហើយសំណួរសួរថាថ្ងៃណាបានផលហ្នឹងគឺច្រើនគាត់នឹងអាយុដែលគាត់ទងទៅ
5 tới 6 ហើយបាទគាត់និយាយគាត់សួរចំនួនហ្នឹងបាទប៉ុន្តែពួកបងប្អូនដែលក្មេងៗតែក្មេងអាចដាំបានបាទក្មេងៗ20ជាងនេះគឺពេញបុបពេញទំហឹងហ្មងបាទនេះនេះដើមឈើទាលដែរបាទគឺចការនេះខ្ញុំផ្ដោតទៅលើដើមឈើទាលច្រើនបាទដើមឈើទាលច្រើនបាទមានក្នុងមានបេងមានដើមអានេះផ្ដៀកបាទបងប្អូនជួនខ្លះអត់ស្គាល់ផ្ដៀកទេបាទនេះដើមផ្ដៀកបាទផ្ដៀកក៏ដាក់ច្រើនដែរបាទគឺពូជនេះបានមកពីទិញកំងមកពីថៃផងការច្រកអត់ទាន់បិទនោះយើងកំងដាំដើបាទទេសភាពក្នុងចការម៉ែបងប្អូនដែលមានបំណងចង់ដាំអ្វីផ្សេងទៅពូជឈើនេះគឺក្នុងចន្លោះចង្ការនេះគឺដាក់ទៅត្រូវបាទដល់អត់មានទឹះនឹងនេះទេបាទអត់មានទឹះនឹងចន្ទីទេបាទអ្នកធ្វើចន្ទីធ្វើទៅអ្នកនេះផ្កាចន្ទីបាទអ្នកដើមឈើវាចេះទៅទៅវាបាទអានេះបានដើមសមមកដើមដែរបាទនេះដើមសមនេះដើមសមដើមចម្រុះគ្នាបាទនៅក្នុងចកាមួយទៀតចកាស្វាយនោះអានោះពីរហាត់ដែរអានោះខ្ញុំដាក់ពេញចង់ស្ទើរតែគ្រប់ជួរបាទនោះប៉ុន្តែវាដេញដល់យើងដាំដេញតគ្នាយើងអត់ដាំជាលក្ខណៈមួយទាំងអស់ទេបាទយើងដាំមានលុយប្រហែលដាំប៉ុណ្ណឹងហើយមួយដើមខ្ញុំទិញនៅខ្មែរមួយដើមមួយដើម4000រៀលបាទនេះក្នុងចការស្វាយនេះបាទអានេះចន្ទីបាទចន្ទីពីរហាត់ស្វាយនេះពីរហាត់បាទអញ្ចឹងចន្ទីផ្កាហើយជួយគេហើយឲ្យគេមើលថែទៅយើងមើលដើមឈើយើងទៅបានហើយបាទអញ្ចឹងពេលវេលាចេះទៅមុខរហូតវាហើយដើមឈើចេះទៅធំទៅអញ្ចឹងទៅបាទយើងចាប់ដើមមិនមានការចាប់ដើមក៏វាមិនមានការបញ្ចប់ដែរបាទអញ្ចឹងឥឡូវខ្ញុំបានរត់មួយជំហានមុនហើយរត់បាន5ឆ្នាំមុនហើយបាទបងប្អូនបាទនេះជាការចន្ទីចន្ទីបាទចន្លោះនេះខ្ញុំដាក់ទេបាទទុកគាត់ធ្វើផ្លូវអាចធ្វើផ្លូវទម្លុះដល់ដីនោះទៅប្រហែលជាខ្ទង់500ម៉ែត្រទៀតបាទបានដល់ផ្លូវមួយទៀតបាទពីនេះទៅអញ្ចឹងដីពីមុខដល់ក្រោយហ្នឹងខ្ញុំវាស់តាម GPS ហ្នឹងវាប្រហែលខ្ទង់1000ម៉ែត្របាទពីមុខដល់ក្រោយបាទនេះចន្លោះនេះអានេះងាប់ហើយបាទនេះចន្លោះនេះអញ្ចឹងឲ្យធម្មជាតិមើលថែទៅយើងមិនជាអ្នកចំការទេបាទខ្ញុំនិយាយតាមត្រង់បាទអរគុណបាទជម្រាបលាបាទ